Answer please now. ឥឡូវយើងចូលដល់ផ្នែកលេខ I think of you, you rejoice. 3មានថាទ្រង់សប្បាយពេលដែលខ្ញុំគិតពីទ្រ Let's ង់ read the Bible. ឥឡូវនេះយើងនឹងអានខុសកូពីទាំងអស់គ្នា Okay, 1 2 3. សូមឲ្យការសង្កេតគិតរបស់ខ្ញុំបានគប់ព្រះハរតីដល់ព្រះអង្គបិទខ្ញុំរីករាយក្នុងព្រះយេហូវ៉ា Okay, the Bible tells us when we think of Him, it is sweet to Him. គឺមានថាព្រះអង្គបាននៅក្នុងខុសកូពីក៏បានប្រាប់ពីអ្នកគ្នាពេលដែលយើងគិតពីព្រះអង្គនឹងមានបហាតីព្រះអង្គគប់បហាតី In Khmer version, no, that means satisfied, but in English version, it means sweet. មានន័យថានៅក្នុងជាភាសាខ្មែរគឺបានបំពេញចិត្តតែនៅក្នុងភាសាអង់គ្លេសគឺភាពផ្អែមល្ហែម Brother and sister, try to imagine. បងប្អូនប្រុសស្រីទាំងអស់គ្នាយើងក៏អាចសាកល្បងក្នុងការសម័យបានដូចគ្នា There is a kid, ឥឡូវហ្នឹងដូចជាមានក្មេងម្នាក់ and the father are working, and then call the kid, his ហើយ children, his child. ហើយប៉ារបស់គាត់គឺនៅធ្វើការហើយបន្ទាប់មកប៉ារបស់គាត់គឺទេទៅក្មេងម្នាក់ហ្នឹង Hey, darling, what are you doing? គាត់និយាយថាអូកូនសំណល់ចិត្តឥឡូវពងធ្វើអីគេ Yeah, because sometimes they say the kid are my darling, my love, right? ពេលខ្លះយើងហៅក្មេងៗហ្នឹងហៅមនុស្សជាទីស្រឡាញ់ឬក៏សំណប់ចិត្តអីអញ្ចឹងណា If the kid say, Father, I am thinking of you. ហើយក្មេងម្នាក់ហ្នឹងគឺនិយាយថាប៉ាគឺខ្ញុំកូនកំពុងតែគិតទៅកាន់ប៉ា What did he feel? យើងដឹងថាឪពុកហ្នឹងមានអារម្មណ៍បែបណាអត់ Wow, so sweet. គឺពិតជាផ្អែមល្ហែម When you use Telegram, right? Text your friend. Hey, what are you doing now? ឥឡូវក៏គាត់ឆាតតាម Telegram ថាអូឥឡូវហ្នឹងយើងកំពុងធ្វើអីគេ Oh, I'm thinking of you. អូឥឡូវហ្នឹងខ្ញុំកំពុងតែគិតដល់អ្នក What do you feel? ហើយយើងមានអារម្មណ៍មិន Good friend. គឺមិត្តភក្តិល្អ So, brother and sister, the Bible tells us when we think of the Lord, it's sweet in His heart. ពេលដែលពេលណាគ្នាគិតដល់ព្រះអង្គគឺនៅក្នុងដួងចិត្តព្រះអង្គគឺពិតជាពោពេញដោយភាពផ្អែមល្ហែម Lock your imagination. មិនត្រឹមតែជាការសម័យរបស់ពួកយើងទាំងគ្នាទេ When I praise you, you enjoy. Shall we read this? ទ្រង់សប្បាយពេលខ្ញុំសរសើរទ្រង់ឥឡូវនេះយើងនឹងអានខុសកូពីទំនុកដង្ការទាំងអស់គ្នា1 2 3ប៉ុន្តែព្រះអង្គជាអង្គដ៏វិសុទ្ធដែលគង់លើបល្ល័ង្កនៃពាក្យសរសើរដង្កើងរបស់អ៊ីស្រាអែល Okay, brother and sister. Also the same with the church. ដូចប្រៀបដូចជាក្រុមជំនុំដែរ When we praise Him, ពេលដែលយើងសរសើរដង្កើងព្រះអង្គ the Lord enthroned among us. គឺព្រះអង្គកំពុងតែអង្គុយនៅលើបល្ល័ង្កពីលើពួកយើងទាំងអស់គ្នា That means He will be king and rule among us. ព្រះអង្គហើយព្រះអង្គគឺជាស្ដេចហើយព្រះអង្គក៏បានគ្រប់គ្រងពួកយើងទាំងអស់គ្នា Then He must be enjoyed among us. ហើយព្រះអង្គក៏រីករាយនៅក្នុងចំណោមពួកយើងទាំងអស់គ្នាដែរ He's like a king sitting among us. ដូចជាស្ដេចកំពុងតែអង្គុយក្នុងចំណោមពួកយើងទាំងអស់គ្នា When you praise Him, នៅពេលដែលពួកយើងទាំងអស់គ្នាសរសើរទៅទ្រង់ actually, you are telling your feeling. មានន័យថាពួកយើងទាំងអស់គ្នាកំពុងតែប្រាប់ពីអារម្មណ៍របស់ពួកយើងទាំងអស់គ្នា You are giving thanks. ហើយយើងក៏អរគុណព្រះអង្គដូចគ្នា He enjoy. ហើយទ្រង់ក៏សប្បាយរីករាយ And your heart is sweetened by my song. ចម្រៀងខ្ញុំធ្វើឲ្យទ្រង់រំភើប Let's read Song of Solomon, chapter 2. ឥឡូវនេះយើងនឹងអានបទចម្រៀងទាំងអស់គ្នា Okay, 1 2 3. អោព្រាបអើយឯងនៅតែក្នុងក្រហើមថ្មឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអីសូមឲ្យយើងឃើញមុខឯងហើយស្ដាប់សំឡេងឯងផងបិទសំឡេងឯងផ្អែមពីរោះមុខឯងក៏ស្រស់បោះល្អដែរ Okay. The Bible said our voice is sweet. នៅក្នុងខគម្ពីរក៏បាននិយាយថាសំឡេងរបស់ពីអ្នកគ្នាគឺពីរោះ Do I need to explain what is the meaning of sweet? យើងចង់ឲ្យគាត់បញ្យល់ថាផ្អែមពីរោះហ្នឹងគឺមិន No need, right? You don't understand. You គាត់ថា understand.
គាត់ថាមិនបាត់ទេគឺពួកអ្នកគ្នាយល់ពីអត្ថន័យនៃពាក្យមួយហ្នឹងហើយ The Bible are telling the truth, គឺមានថាខុសកពីគឺនិយាយពីក្តីពិត not telling lies. គឺអត់និយាយកុហកពួកយើងទេ So when you sing to the Lord, ពេលដែលយើងច្រៀងទៅកាន់ព្រះអង្គ He feels sweet in His heart. គឺព្រះអង្គគឺពិតជាមានភាពផ្អែមល្ហែមនៅក្នុងដួងចិត្តរបស់ព្រះអង្គ Oh, you may say, my voice is not good, អឺ like Brother Gordon. ពេលខ្លះយើងច្រៀងថាយើងនិយាយថាអូសំឡេងខ្ញុំអត់ព្រោះទេអត់ព្រោះដូច Golden ទេ Brother and sister, I can tell you, my voice are sweet. ហើយគាត់ក៏អាចប្រាប់មកកាន់យើងថាសំឡេងរបស់ Golden គឺផ្អែមល្ហែម My voice are sweet for the Lord. ហើយសំឡេងរបស់គាត់ហ្នឹងគឺផ្អែមពីរសសម្រាប់ព្រះអង្គ For you, it's not sweet. Okay, I do not care. សម្រាប់យើងគឺអត់ព្រោះក៏គាត់អត់ខ្វល់ខ្វាយដែរ As long as the one I love, he feels sweet, I'm okay. ឲ្យតាអ្នកដែលគាត់ស្រឡាញ់គឺស្ដាប់ទៅព្រោះគឺគាត់អត់អត់អីទេ And that is the Bible tell me, not my imagination. នេះគឺជាខុសអីដែលព្រះគម្ពីរបានប្រាប់គាត់គឺមិនអីដែលគាត់សម័យដោយខ្លួនឯងទេ Have you met someone, they fought, they sing well, យើងធ្លាប់ជួបអ្នកដែលគាត់ច្រៀងព្រោះអត់ and then sing so enjoyable. ឬក៏ច្រៀងទៅហើយគាត់ក៏រីករាយនៅក្នុងការច្រៀង Make all the audience suffer. Make all the audience suffer. ហើយធ្វើឲ្យអ្នកដែលអង្គុយមើលហ្នឹងគឺរងទុក្ខ We, ជឿចាប់ in our case, it's not like that. គឺនៅក្នុងចម្រៀងដែលពួកអ្នកគ្នាច្រៀងគឺមិនអញ្ចឹងទេ The Lord enjoys so much when you sing. ព្រះអង្គគឺពិតជារីករាយនៅពេលដែលពួកអ្នកគ្នាច្រៀង No matter the voice like a cow, ទោះបីជាសំឡេងរបស់ពួកអ្នកគ្នាដូចជាគោក៏ដោយ no matter you sing the song out of tune, ទោះបីជាពួកអ្នកគ្នាច្រៀងខុសភ្លេងក៏ដោយ never mind. គឺអត់អីទេ Because this is your love expression from your heart. គឺនេះគឺជាការបង្ហាញក្តីស្រឡាញ់របស់យើងដោយចេញពីចិត្តទៅកាន់ព្រះអង្គ It is sweet for the Lord. នេះហើយគឺជាផ្អែមពីរសសម្រាប់ព្រះអង្គ He enjoys so much. ហើយព្រះអង្គក៏រីករាយខ្លាំងបំផុត That is the Bible saying. នេះហើយគឺជាអីដែលព្រះគម្ពីរបានប្រាប់ពួកយើង So feel free to sing to the Lord. យើងត្រូវតែមានសេរីនៅក្នុងការច្រៀងទៅកាន់ព្រះអង្គ Sing more to Him. យើងច្រៀងបន្ថែមឲ្យបន្ថែមទៀតទៅកាន់ព្រះអង្គ That is His request. នេះគឺជាអីដែលព្រះអង្គចង់បាន He said, "Let me see your face, hear your voice." ហើយព្រះអង្គក៏បាននិយាយថាអូសូមឲ្យខ្ញុំឃើញមុខរបស់អ្នកហើយស្ដាប់សំឡេងរបស់អ្នក